ចាដោយសារតែឥឡូវហ្នឹងគឺ upload ដែរគាត់មានការ update ថ្មីឥឡូវហ្នឹងខ្ញុំមកប្រាប់ពីរបៀបនៃការ copy tracking number ដែលទិញអីវ៉ាន់ពីប្រទេសចិនដើម្បីយកមកដឹកតាមរយៈក្រុមហ៊ុន Loda អញ្ចឹងយើងចូលកន្លែងដឹងជូនអន្តរជាតិហើយបន្ទាប់មកទៀតចូលមកបកប្រែហើយបន្ទាប់មកបងប្អូនទិញអីវ៉ាន់ពីចិនមកអញ្ចឹងបងប្អូនចូលកន្លែងនេះកន្លែងផ្ញើសម្បត្តិនេះបន្ទាប់ពីផ្ញើសម្បត្តិហើយបងប្អូនធ្វើការជ្រើសរើសដឹកតាមផ្លូវគោកហើយបន្ទាប់មកកន្លែងនេះគឺយើងត្រូវបំពេញលេខលំដាប់ដែលជាលេខ tracking number អញ្ចឹងខ្ញុំ copy ហើយខ្ញុំផាសហើយបន្ទាប់មកអានេះគឺជាឈ្មោះតំណែងរបស់យើងហើយបន្ទាប់មកបរិមាណយើងដាក់មួយមកព្រោះគេខ្ចប់តាមកញ្ចប់ឲ្យយើងឯងហើយបន្ទាប់មកធ្វើការបន្ថែមនៅពេលដែលបងប្អូនបន្ថែមហើយវានឹងចេញកញ្ចប់ទី1នៅកន្លែងនេះអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើអញ្ចឹងហើយបងប្អូនធ្វើការជ្រើសឃ្លាំងបើសិនជាបងប្អូនដឹកដល់ Loda កំពង់ចាមបងប្អូនគ្រាន់តែធ្វើការ select យកខេត្តកំពង់ចាមហើយបន្ទាប់មកជ្រើសយកឃ្លាំង online កំពង់ចាមដើម្បីឲ្យពេលអីវ៉ាន់ទៅដល់គឺដល់ឃ្លាំង online នៅក្រុងកំពង់ចាមតែម្ដងចា៎ហើយបន្ទាប់មកទៀតបងប្អូនធ្វើការ tick កន្លែងនេះបន្ទាប់ពី tick ហើយបងប្អូនដាក់ស្នើនៅពេលដែលដាក់ស្នើហើយអីវ៉ាន់របស់បងប្អូននឹងលោតមកនៅកន្លែងកញ្ចប់របស់ខ្ញុំនេះចាអញ្ចឹងអីវ៉ាន់របស់ខ្ញុំគឺត្រូវបានបញ្ជូនទៅក្រៅប្រទេសអស់ហើយអញ្ចឹងបើសិនជាបងប្អូនមានលេខ tracking number ថ្មីដែលតែមិនទិញបងប្អូនអាចធ្វើដូចខ្ញុំបានចាសូមអរគុណចាដោយសារតែឥឡូវហ្នឹងគឺ upload ដែរគាត់មានការ update ថ្មីឥឡូវហ្នឹងខ្ញុំមកប្រាប់ពីរបៀបនៃការ copy tracking number ដែលទិញអីវ៉ាន់ពីប្រទេសចិនដើម្បីយកមកដឹកតាមរយៈក្រុមហ៊ុន Loda អញ្ចឹងយើងចូលកន្លែងដឹងជូនអន្តរជាតិហើយបន្ទាប់មកទៀតចូលមកបកប្រែហើយបន្ទាប់មកបងប្អូនទិញអីវ៉ាន់ពីចិនមកអញ្ចឹងបងប្អូនចូលកន្លែងនេះកន្លែងផ្ញើសម្បត្តិនេះបន្ទាប់ពីផ្ញើសម្បត្តិហើយបងប្អូនធ្វើការជ្រើសរើសដឹកតាមផ្លូវគោកហើយបន្ទាប់មកកន្លែងនេះគឺយើងត្រូវបំពេញលេខលំដាប់ដែលជាលេខ tracking number អញ្ចឹងខ្ញុំ copy ហើយខ្ញុំផាសហើយបន្ទាប់មកអានេះគឺជាឈ្មោះតំណែងរបស់យើងហើយបន្ទាប់មកបរិមាណយើងដាក់មួយមកព្រោះគេខ្ចប់តាមកញ្ចប់ឲ្យយើងឯងហើយបន្ទាប់មកធ្វើការបន្ថែមនៅពេលដែលបងប្អូនបន្ថែមហើយវានឹងចេញកញ្ចប់ទី1នៅកន្លែងនេះអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើអញ្ចឹងហើយបងប្អូនធ្វើការជ្រើសឃ្លាំងបើសិនជាបងប្អូនដឹកដល់ Loda កំពង់ចាមបងប្អូនគ្រាន់តែធ្វើការ select យកខេត្តកំពង់ចាមហើយបន្ទាប់មកជ្រើសយកឃ្លាំង online កំពង់ចាមដើម្បីឲ្យពេលអីវ៉ាន់ទៅដល់គឺដល់ឃ្លាំង online នៅក្រុងកំពង់ចាមតែម្ដងចា៎ហើយបន្ទាប់មកទៀតបងប្អូនធ្វើការ tick កន្លែងនេះបន្ទាប់ពី tick ហើយបងប្អូនដាក់ស្នើនៅពេលដែលដាក់ស្នើហើយអីវ៉ាន់របស់បងប្អូននឹងលោតមកនៅកន្លែងកញ្ចប់របស់ខ្ញុំនេះចាអញ្ចឹងអីវ៉ាន់របស់ខ្ញុំគឺត្រូវបានបញ្ជូនទៅក្រៅប្រទេសអស់ហើយអញ្ចឹងបើសិនជាបងប្អូនមានលេខ tracking number ថ្មីដែលតែមិនទិញបងប្អូនអាចធ្វើដូចខ្ញុំបានចាសូមអរគុណចាដោយសារតែឥឡូវហ្នឹងគឺ upload ដែរគាត់មានការ update ថ្មីឥឡូវហ្នឹងខ្ញុំមកប្រាប់ពីរបៀបនៃការ copy tracking number ដែលទិញអីវ៉ាន់ពីប្រទេសចិនដើម្បីយកមកដឹកតាមរយៈក្រុមហ៊ុន Loda អញ្ចឹងយើងចូលកន្លែងដឹងជូនអន្តរជាតិហើយបន្ទាប់មកទៀតចូលមកបកប្រែហើយបន្ទាប់មកបងប្អូនទិញអីវ៉ាន់ពីចិនមកអញ្ចឹងបងប្អូនចូលកន្លែងនេះកន្លែងផ្ញើសម្បត្តិនេះបន្ទាប់ពីផ្ញើសម្បត្តិហើយបងប្អូនធ្វើការជ្រើសរើសដឹកតាមផ្លូវគោកហើយបន្ទាប់មកកន្លែងនេះគឺយើងត្រូវបំពេញលេខលំដាប់ដែលជាលេខ tracking number អញ្ចឹងខ្ញុំ copy ហើយខ្ញុំផាសហើយបន្ទាប់មកអានេះគឺជាឈ្មោះតំណែងរបស់យើងហើយបន្ទាប់មកបរិមាណយើងដាក់មួយមកព្រោះគេខ្ចប់តាមកញ្ចប់ឲ្យយើងឯងហើយបន្ទាប់មកធ្វើការបន្ថែមនៅពេលដែលបងប្អូនបន្ថែមហើយវានឹងចេញកញ្ចប់ទី1នៅកន្លែងនេះអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើអញ្ចឹងហើយបងប្អូនធ្វើការជ្រើសឃ្លាំងបើសិនជាបងប្អូនដឹកដល់ Loda កំពង់ចាមបងប្អូនគ្រាន់តែធ្វើការ select យកខេត្តកំពង់ចាមហើយបន្ទាប់មកជ្រើសយកឃ្លាំង online កំពង់ចាមដើម្បីឲ្យពេលអីវ៉ាន់ទៅដល់គឺដល់ឃ្លាំង online នៅក្រុងកំពង់ចាមតែម្ដងចា៎ហើយបន្ទាប់មកទៀតបងប្អូនធ្វើការ tick កន្លែងនេះបន្ទាប់ពី tick ហើយបងប្អូនដាក់ស្នើនៅពេលដែលដាក់ស្នើហើយអីវ៉ាន់របស់បងប្អូននឹងលោតមកនៅកន្លែងកញ្ចប់របស់ខ្ញុំនេះ
ចាអញ្ចឹងអីវ៉ាន់របស់ខ្ញុំគឺត្រូវបានជូនទៅក្រៅប្រទេសអស់ហើយអញ្ចឹងបើសិនជាបងប្អូនមានលេខ tracking number ថ្មីដែលតែមែនទែនបងប្អូនអាចធ្វើដូចខ្ញុំបានចាសូមអរគុណ